ជំរាបសួរអ្នកគ្រូចាថ្ងៃនេះពិតជាមានកិត្តិយសមែនទែនសម្រាប់អ្នកគ្រូបានចូលរួមក៏ដូចជាចែករំលែកដោយសារប្រម៉ូជាច្រើនអតិថិជនគាត់ទាំងឆាតផងខមមិនផងគឺគាត់មានចម្ងល់ខ្លះមិនអស់ចិត្តស្នើសុំអ្នកគ្រូជួយបកស្រាយបន្ថែមហើយមួយទៀតក៏ចង់ផ្ដាំផ្ញើអរគុណទៅកាន់អ្នកគ្រូដែលបង្កើតលូមីគីឡូមកគឺគាត់ពេញចិត្តស្រឡាញ់ខ្លាំងមែនទែនចង់និយាយថាមកគាត់ឡើងហុយហ្មងស្ងួតឡើងហុយអេះទៅហុយបន្តែពេលដែលបានលាបទៅ3ដងវាមានសំណើមមានជីវជាតិខ្លាំងល្អហើយគាត់អ្នកខ្លះក៏គាត់ចង់ដឹងថាមានរូបមន្តពិសេសអីខ្លះអញ្ចឹងណាចាប៉ុន្តែមុននឹងឈានដល់ការបកស្រាយនេះក៏សូមលើកចម្ងល់ដែលគាត់ពិបាកខ្លាំងសម្រាប់ស្ត្រីដែលគាត់មានទម្ងន់បានន័យថាគាត់ធ្លាប់តែឮគេថាអាចរុយព្យាបាទជាឲ្យមកគាត់អត់មានបញ្ហាអីទេសោះពេលទម្ងន់មានអាចរុយអញ្ចឹងគឺឡើងអាចរុយច្រើនចម្លែកហ្មងគាត់ថាពីមុនអត់ដែលមានទេគ្រាន់តែទម្ងន់ឡើងអាចរុយខ្លាំងអញ្ចឹងគាត់ពិបាកចិត្តខ្លាំងហើយសូមឲ្យអ្នកគ្រូជួយបកស្រាយបញ្យល់ក៏ដូចជាលើកទឹកចិត្តឬក៏ណែនាំអូខេតកតងជាមួយនឹងបញ្ហាហ្នឹងយល់ព្រោះដោយសារតែតើអ្នកឆ្លងឆ្លងកាត់ហ្មងមិនយល់ចាហើយលូមីនេះមែនតើមិនមែនបង្កើតមកជាជ្រុងនៃការមើលឃើញឱកាស business បានផលចំណេញឬក៏ធ្វើទៅអាចនឹងគេថាមានប្រាក់ចំណូលចាអញ្ចឹងបងប្អូនខ្លះគាត់ចេះតែធ្លាប់និយាយថាអ្នកគ្រូសាច់ប៉ោមដូចអត់មានជំនាញនឹងទេឥឡូវដូរអាជីពមកលក់ skin care អញ្ចឹងចាប៉ុន្តែបងប្អូនឃើញថាឲ្យតែមានបញ្ហាគឺត្រូវតែរកដំណោះស្រាយឯងចាអញ្ចឹងដូចជាលូមីអញ្ចឹងហើយបទពិសោធន៍នឹងធ្លាប់មានអាចរុយនឹងផងមានជួមផងអាមុខស្ងួតនឹងផងមុខខ្មៅស្អាតចាស់ជាងវ័យនឹងផងចាដល់តែពេលអាហ្នឹងយើងជួបបញ្ហាខ្លាំងបំផុតហ្នឹងអាសំណួរសួរខ្លួនឯងមិនចេះចប់ថាធ្វើមិនឲ្យវាបាត់ធ្វើមិនឲ្យវាជាធ្វើមិនឲ្យវាធូរហើយទៅមុខទៀតហ្នឹងវាបែបណាទៅចាដល់ពេលយើងវិភាគយើងពិនិត្យទៅគ្រាន់តែឃើញថាទៅមុខទៀតយ៉ាប់ទៀតយើងចាប់ដើមមានកង្វល់យើងចាប់ដើមមានការព្រួយបារម្ភឈានទៅរកការបាក់ទឹកចិត្តព្រោះពេលខ្លះបើសិនជាអ្នកដែលត្រូវប្រើប្រាស់សម្រស់ផងបានន័យថាសម្រស់ដើម្បីទំនាក់ទំនងចេញទៅក្រៅជួបគេផ្សេងកាលណាសម្រស់យើងវាពិបាកក៏វាជះអត្តពលទៅដល់អាសេចក្តីសុខនិងធម៌ពលរបស់យើងដែរព្រោះសម្រស់ហ្នឹងវាទាក់ទងនឹងធម៌ពលដូចគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាកន្លែងហ្នឹងខ្ញុំគិតថាចេះវាមិនមែនជារឿងធំប្រហែលទេប៉ុន្តែក៏វាមិនមែនជារឿងទូចដែរបើសិនជាយើងផ្ដោតឧទាហរណ៍ថាបើយើងទទួលយកការប៉ັດថាមុខយើងអាចរុយហ្នឹងក៏វាអាចរុយទៅចាតែយើងអាចថានៅតែប៉ុណ្្នឹងកុំឲ្យវាវិវត្តបានទៀតក៏រត់តែល្អព្រោះអាចរុយហ្នឹងវាអាចជាបញ្ហាសុខភាពរបស់ស្បែកស្បែកយើងវាមានជំងឺអញ្ចឹងប្រភេទអាចរុយជាប់ហ្នឹងគេមានជំងឺរបស់វាដូចជាម៉ាឡាស្មាជំងឺស្បែកឡើងអត់ខ្មៅចាអញ្ចឹងបើយើងអត់យកចិត្តទុកដាក់ទេអាវិការវិវត្តរបស់ជំងឺនោះវាកាន់តែទៅមុខទៅរហូតស្បែកមុខយើងវាឈឺធ្ងន់ធ្ងរឬក៏វាឡើងរុយពេញមុខហើយយើងសឹងថាសម័យអត់បានណាព្រោះតែ2 3ចំណុចនោះវាធ្វើឲ្យយើងពិបាកខ្វល់ចិត្តម្លឹងហើយជំរាំវិវត្តទៅលឿងនឹងទៀតយ៉ាងម៉េចទៅចាអញ្ចឹងហើយទាញត្រឡប់មកវិញចាបងប្អូនទាំងអស់គ្នាទី1យើងត្រូវធ្វើមិនយល់អំពីសុខភាពរបស់ស្បែកមុខយើងសិនកុំឲ្យយើងនឹងវាមានកង្វល់កាន់តែខ្លាំងយើងនិយាយអញ្ចឹងសួរខ្លួនឯងហើយអាសំណួរដែលយើងសួរឬក៏ព្យាយាមរកដំណោះស្រាយនោះវាអាចឆ្លើយតបទៀតវាធ្វើយើងពិបាកចិត្តទៅពិបាកចិត្តទៅមិនដឹងទៅមុខទៀតយ៉ាងម៉េចទេមកខ្ញុំដូរនេះដូរអានោះហើយតែពេលដូរមិនស្រួលទៅវា side effect ឬក៏វាមានផលប៉ះពាល់ដោយសារអាការដូរ skin care ចុះឡើងនោះលើកពីអាចរុយជាប់វាទៅជំមុខនឹងខូចអ្នកខ្លះដូចរលួយហ្មងឡើងស្នាមឡើងអីពេញមុខចឹងណាចាអញ្ចឹងទី1យើងអាចទទួលយកសិនចាថាឥឡូវបើមុខយើងអញ្ចឹងអ្វីដែលយើងអាចការពារបានទៅមុខហ្នឹងគឺអីគេចារកដំណោះស្រាយសុខទៅរកដំណោះស្រាយឲ្យស្វែងយល់ពីបញ្ហាវាឲ្យយល់សិនហើយបងប្អូនត្រូវផ្ដោតទៅលើការព្យាបាលផ្ដោតទៅលើដំណោះស្រាយចាទាញខ្លួនឯងពីស្ថានភាពបាក់ទឹកចិត្តពីការខ្វល់នឹងទៅផ្ដោតទៅលើអីដែលយើងអាចដោះស្រាយបានហើយអ្នកដែលអាចដោះស្រាយបានខ្ញុំនៅតែឲ្យបងប្អូនទាំងអស់គ្នាទៅជួបអ្នកជំនាញព្រោះអ្នកជំនាញអ្នកដែលមានការស្រាវជ្រាវច្បាស់លាស់ហើយនឹងមានគេថាវិទ្យាសាស្ត្រចាអ្វីដែលយើងអាចវាស់វែងបានលទ្ធផលដែលយើងអាចជឿទុកចិត្តបានចាអាហ្នឹងបានធ្វើឲ្យយើងនឹងជឿទុកចិត្តបើយើងចេះតែបដ ாய் ទៅដល់ច្បាស់លាស់ហ្នឹងវាខ្លាចតែមិនឆ្លើយតបនឹងបញ្ហាវាអត់បានដំណោះស្រាយវាបានបញ្ហាលើដើមវាកើនកាន់តែខ្លាំងបោកថែម1 2 3រឿងផ្សេង